ដំណើរកំសាន្តមកដល់ហើយខាងបងប្អូនជូនស្បៀងបងប្អូនជំនាញនេះថានៅមូលដ្ឋានទឹកដីហ្នឹងបងប្អូនរៀងខ្លាំងណាលោកហាត់លុតដំមកយូរហើយបាទអូយសบายណាស់ខ្យល់ត្រជាក់តែយប់ត្រជាក់ទាំងថ្ងៃស្មាននឹងហើយនៅអត់ទាន់ក្តៅស្អុះទេនៅត្រជាក់ស្រួលណាហើយអ្នករត់ហាត់ប្រាណធ្លាប់ហាត់នៅដីនៅក្រោមនេះរត់បាន20គីឡូម្ដងនេះរត់40គីឡូ50គីឡូក៏អត់បញ្ហាហើយក្រុមខ្ញុំមកពាក់កណ្ដាលនេះនៅពាក់កណ្ដាលទៀតលេខ1ប្រចាំប្រទេសខ្ញុំឃើញតូចចឹងបានទេណាងាប់ជួនកាហក់អាឡាតផ្លោះម្ដង10ម៉ែត្រអីនោះឲ្យវាចាប់ពេញទៅលេខស្អីបាទនៅពាក់កណ្ដាលទៀតណោះមកហៅហាតបតបអ៊ំម៉ែនអើយខែម៉ាហៅនៅណាអ៊ំតន់មកដល់ទេឃើញស្មោលខ្លះនៅអ៊ំអាតមកឆ្លើយអ៊ំអាតចំលឺសូរសំឡេងតូចក្រយានយន្តឬសូរសំឡេងម៉ូតូមេអាតបាត់ដបទឹកនោះមិនទៅរកឃើញហ្នឹងមេអាតមើលទៅអត់ឃើញស្មោលមកពីក្រោយទៅលេងប្រើឲ្យមើលទៅចាំយូរពេកព្រោះ